ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាថ្ងៃនេះយើងបន្តមេរៀនយើងតទៅទៀតសង្ឃឹមថាមេរៀនលើកមុនប៉ាម៉ាក់ទាំងអស់គ្នាបានមានបទពិសោធន៍យកឧទាហរណ៍ដាក់នៅលើខ្លួនឯងក៏ដូចជាបានធ្វើការជាមួយនឹងកុមារយើងផងដែរដូច្នេះថ្ងៃនេះខ្ញុំនឹងបង្រៀនបច្ចេកទេសមួយចំនួនដែលឲ្យយើងគ្រប់គ្រងអាកប្បកិរិយាតទៅទៀតអញ្ចឹងតាមធម្មតាជាទូទៅគឺកុមារពិសេសរបស់យើងគឺតែងតែយើងជាឪពុកម្ដាយតែងតែដឹងខ្លះៗអំពីពួកគាត់អញ្ចឹងថ្ងៃនេះខ្ញុំរៀបរាប់អំពីបទពិសោធន៍ក៏ដូចជាយុទ្ធសាស្ត្រទូទៅដែលប៉ាម៉ាក់មួយចំនួនបានប្រើរួចមកហើយតាក់ទងជាមួយនឹងការជួយកូននៅពេលដែលកូនមានបញ្ហាអាកប្បកិរិយាអវិជ្ជមានអញ្ចឹងតាក់ទងជាមួយនឹងទ្រឹស្ដីទូទៅមួយដើម្បីគ្រប់គ្រងអាកប្បកិរិយាអវិជ្ជមានគឺទី1ប៉ាម៉ាក់ត្រូវប្រកាសថាកូនរបស់ប៉ាម៉ាក់ដឹងពីអ្វីដែលគាត់បានរំពឹងទុកហើយយើងជាពុកម្ដាយក៏ត្រូវតែដឹងអំពីអ្វីជាការរំពឹងទុករបស់កូនដែរបើអាចទៅរួចគឺយើងត្រូវប្រើរូបភាពដើម្បីជួយគាត់ក្នុងការទំនាក់ទំនងនិងដើម្បីយល់ពីគាត់ឲ្យកាន់តែច្បាស់នេះគឺជាអ្វីមួយចំណុចទី1ដែលសំខាន់ដែរបន្តមកទៀតគឺអ្នកទាំងអស់គ្នាដឹងហើយកុមាររបស់យើងគឺភាគច្រើនយើងជាមេដាបិតាដែលយល់ចិត្តកូនខ្លាំងមែនតើអញ្ចឹងពេលខ្លះគឺគ្រាន់តែកលេចឃើញកូនដឹងកូនចង់បានអីអញ្ចឹងអត់ឲ្យឱកាសកូនក្នុងការធ្វើកិច្ចការក្នុងការសុំនៅក្នុងការស្នើចេញពីយើងទេដូច្នេះអ្វីដែលល្អបំផុតក្នុងការដែលធ្វើឲ្យអាកប្បកិរិយាកូនកាន់តែប្រសើរគឺយើងត្រូវតែផ្ដល់ឱកាសតាមតែអាចយើងមានពេលទៅរួចទៅជាមួយគាត់មានន័យថាតាមកលៈទេសៈដែលយើងអាចធ្វើទៅបានជាមួយគាត់អ្វីដែលសំខាន់ហើយនេះក្នុងនាមយើងជាឪពុកម្ដាយមានន័យថាយើងគួរតែផ្ដល់រង្វាន់ការលើកទឹកចិត្តរាល់ពេលដែលគាត់មានអាកប្បកិរិយាល្អបំផុតនេះគឺជាអ្វីមួយដែលបន្តយើងហៅថាគ្រប់មនុស្សទាំងអស់គឺគេហៅថាស៊ីចូលអញ្ចឹងបើសិនជាគាត់ធ្វើបានហើយយើងទៅសើគាត់គឺអ្នកទាំងអស់គ្នាដឹងហើយថាគាត់នឹងបន្តធ្វើកិច្ចការដែលល្អនឹងបន្តទៀតមិនថាកុមារពិសេសមិនថាយើងជាមនុស្សធម្មតាគឺយើងតែងតែត្រូវការលើកទឹកចិត្តត្រូវការផ្ដល់ជារង្វាន់ដែរលើពីនេះទៀតតកតងជាមួយនឹងអាកប្បកិរិយាដែលយើងគិតថាវាជាអាកប្បកិរិយាមួយដែលមិនល្អឬក៏យើងហៅថាអវិជ្ជមានបើសិនជាយើងធ្វើមិនដឹងមិនឮឬយើងមិនអើពើអានោះក៏កាន់តែប្រសើរដោយសារតាមធម្មតាការធ្វើអាកប្បកិរិយាអវិជ្ជមានចេញមកក៏ទាមទារការចាប់អារម្មណ៍ពីយើងដែរអញ្ចឹងបើសិនទៅយើងទៅធ្វើការលួងលោមឬមួយក៏អីមានន័យថាអាកប្បកិរិយាហ្នឹងកាន់តែពិបាកទៅតាមធម្មតាបើសិនជាអ្វីដែលអ្នកទាំងអស់គ្នាធ្វើឲ្យខានអត់ជោគជ័យទៅលើកុមារយើងទេដូច្នេះពេលអ្នកទាំងអស់គ្នាសម្រេចចិត្តធ្វើអីមួយគឺយើងធ្វើជាប់លាប់ហើយយើងធ្វើឲ្យប្រើវិធីដូចគ្នាឧទាហរណ៍បើសិនជានៅសាលាគេប្រើវិធីសាស្ត្របែបនេះគឺនៅផ្ទះនៅជាមួយនឹងអ្នកជុំវិញគាត់គឺត្រូវប្រើវិធីសាស្ត្រនឹងដូចគ្នាទើបយើងជោគជ័យទៅលើគាត់បើសិនជាមួយអត់ឲ្យមួយឲ្យមានន័យថាយើងអត់ជោគជ័យជាមួយគាត់ទេអញ្ចឹងវិធីសាស្ត្រយើងត្រូវដាក់ឲ្យស៊ីគ្នាផងដែរសូមព្យាយាមនៅពេលដែលមានអាកប្បកិរិយាអវិជ្ជមានកើតឡើងសូមព្យាយាមកុំឆ្លេកឆ្លាកុំស្លន់ស្លោបើសិនជាយើងឆ្លេកឆ្លាស្លន់ស្លោនោះយើងគ្រប់គ្រងអាកប្បកិរិយាពួកគាត់អត់បានទេហើយកុំភ័យកាំងរញីរញ័រតាក់ទងជាមួយនឹងអ្វីដែលកើតឡើងចំពោះកូនបើសិនជាគេអាកប្បកិរិយាដែលកើតឡើងនោះមិនបង្កគ្រោះថ្នាក់ដល់គាត់ទេគឺយើងសូមធ្វើកុំស្លន់ស្លោសូមធ្វើកុំឆ្លេកឆ្លាដើម្បីយើងទប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាជាមួយគាត់មួយទៀតសម្រាប់កុមារតូចយើងដឹងទាំងអស់គ្នាហើយមានន័យថាយើងអាចប្រឡែមប្រឡំគាត់នៅពេលដែលគាត់ចង់បានរបស់អីមួយអីចឹងក៏ប៉ុន្តែយើងដឹងហើយក្មេងយើងប្រឡប់បានក៏ប៉ុន្តែសម្រាប់តែក្មេងធំពេលខ្លះយើងប្រឡប់អត់បានទេអញ្ចឹងយើងត្រូវការមើលទៅលើនឹងផងដែរពួកយើងទាំងអស់គ្នាក៏គួរតែលើកទឹកចិត្តកុមារហើយបញ្យល់ឲ្យគាត់ដឹងថាអ្វីត្រូវអ្វី
ខុសហើយយើងអាចប្រើគ្រប់ទម្រង់ទាំងអស់នៃការប្រស័យតាក់ទងដើម្បីឲ្យគាត់យល់កាន់តែច្បាស់អំពីអ្វីដែលត្រូវនិងអ្វីដែលខុសយើងអាចធ្វើជារូបភាពយើងអាចធ្វើជាកាយវិការឬមួយក៏ធ្វើជាសញ្ញា symbol ផ្សេងជាដើមដើម្បីឲ្យគាត់ដឹងថាអានឹងខុសអានឹងត្រូវនេះគឺជាអ្វីដែលយើងគួរតែធ្វើទាំងអស់ព្យាយាមបញ្ចប់សកម្មភាពហើយគ្រប់កលៈទេសៈដែលយើងបានបញ្ជាទៅគាត់ហើយបើសិនជាអាចគឺយើងគួរតែធ្វើសកម្មភាពនោះឲ្យខ្លីៗបន្តិចទៅដើម្បីកុំឲ្យគាត់គិតថាអ្វីដែលគាត់យើងបញ្ជាទៅគាត់នឹងវាធ្ងន់ធ្ងរខ្លាំងពេកវាច្រើនពេកសម្រាប់គាត់ជាចុងក្រោយសម្រាប់យុទ្ធសាស្ត្រទូទៅគឺគេឲ្យយើងគិតអំពីអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតហើយយើងធ្វើឲ្យល្អប្រសើរជាងមុនអញ្ចឹងបើសិនជាក្នុងថ្ងៃនេះនៅពេលដែលគាត់កំពុងតែអានាដីហើយយើងធ្វើទៅវាអត់ទាន់ប្រសើរគេឲ្យយើងធ្វើលើកក្រោយឲ្យបានប្រសើរជាងនេះទៅទៀតអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំនឹងបញ្ចូលមេរៀនមួយទៀតដែលយើងហៅថាការគ្រប់គ្រងអាកប្បកិរិយាតាមបច្ចេកទេសមួយដែលយើងហៅថា ABC មុននឹងចូលដល់ទម្រង់ ABC ខ្ញុំចង់ណែនាំប៉ាម៉ាក់ទាំងអស់គ្នានៅសៀវភៅមួយនេះដែលរាល់ថ្ងៃគឺសាលារបស់យើងប្រើសៀវភៅមួយនេះក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់កុមារហើយនៅក្នុងសៀវភៅមួយនេះក៏ដាក់ផងដែរក៏បានបរៀនយើងឲ្យយល់អំពីកុមារកាន់តែច្រើនដែរហើយនឹងការជួយកុមារឲ្យមានភាសាផងដែរដូច្នេះសង្ឃឹមប៉ាម៉ាក់អាចរកសៀវភៅនេះបានអញ្ចឹងនេះគឺសំខាន់មែនតើអញ្ចឹងនៅក្នុងសៀវភៅនេះថ្ងៃនេះខ្ញុំនឹងលើកការគ្រប់គ្រងអាកប្បកិរិយាតាមរបៀប ABC ឲ្យប៉ាម៉ាក់ទាំងអស់គ្នាបានឃើញអំពីថាតើយើងធ្វើរបៀបម៉េចក្នុងការគ្រប់គ្រងអាកប្បកិរិយាអវិជ្ជមានរបស់កុមារយើងកាលណាយើងរៀនអំពី ABC គឺប៉ាម៉ាក់ទាំងអស់គ្នាត្រូវដឹងថាតើ A ជាអ្វី B ជាអ្វីហើយ C ជាអ្វីចាតកតងជាមួយនឹងការរៀន ABC នេះគឺអ្នកទាំងអស់គ្នាដឹងហើយថា A គឺ antecedent B គឺ behavior ហើយនិង C គឺ consequence យើងលើកឧទាហរណ៍ក្មេងប្រុសម្នាក់ឈ្មោះ John នេះគឺម្ដាយបានប្រាប់គាត់ថាឲ្យគាត់នឹងយកអាវរបស់គាត់នឹងទៅព្យួរនៅកន្លែងព្យួរនៅពេលនោះអាកប្បកិរិយារបស់ John នេះមានន័យថាគាត់ចាប់ផ្ដើមដាក់ខ្លួនគាត់ទៅលើឥដ្ឋហើយអានីនៅទីនោះ consequence គឺជាដំណោះស្រាយដែលយើងបានដាក់ទៅឲ្យគាត់គឺ C នេះយើងដឹងហើយវាសំខាន់មែនតើដោយសារ C គឺជាអ្នកដែលផ្លាស់ប្ដូរ B មានន័យថាផ្លាស់ប្ដូរអាកប្បកិរិយាអវិជ្ជមានរបស់កូនយើងអញ្ចឹងបើ C យើងដាក់ត្រូវមានន័យថា B ថយចុះបើ C យើងដាក់អត់ត្រូវទេនោះ B យើងនឹងកើនកាន់តែខ្លាំងដូច្នេះក្នុងឧទាហរណ៍នេះគឺយើងឃើញថានៅពេលដែលម្ដាយបានប្រើចុះនេះឲ្យទៅយកខោអាវព្យួរនៅពេលនោះគឺចុះនេះចាប់ផ្ដើមទម្លាក់ខ្លួនគាត់ទៅលើឥដ្ឋហើយអានីតែម្ដងហើយយើងឃើញថា C ហ្នឹងគឺមានន័យថាយើងម្ដាយរបស់គាត់បានយកគាត់ទៅដាក់វិន័យហើយបន្ទាប់មកគឺគាត់ទៅព្យួរអាវដោយខ្លួនឯងដូច្នេះនេះគឺជាអ្វីដែលយើងមើលថាតើបើសិនជាថ្ងៃស្អែកឬខានស្អែកឬអាទិត្យក្រោយឬមួយយ៉ាងម៉េចយើងប្រើគាត់ទៀតតើអាកប្បកិរិយាគាត់នៅដដែលឬក៏ផ្លាស់ប្ដូរបើសិនជាអាកប្បកិរិយាគាត់កើនឡើងមានន័យថា C របស់យើងគឺខុសហើយអញ្ចឹងខ្ញុំចង់ឲ្យប៉ាម៉ាក់ទាំងអស់គ្នាសម្រាប់កូនដែលមានអាកប្បកិរិយាអវិជ្ជមានសូមធ្វើតារាង ABC នេះហើយនេះគឺជាឧទាហរណ៍ដែលប៉ាម៉ាក់អាចដាក់ទាំងអស់គ្នាមកអញ្ចឹងតារាង ABC គឺប៉ាម៉ាក់ដាក់ថ្ងៃហើយប៉ាម៉ាក់ដាក់ពេលវេលាមកហើយបន្ទាប់មកប៉ាម៉ាក់ដាក់ទីកន្លែងដែលអាកប្បកិរិយាអវិជ្ជមានរបស់កូនបានកើតឡើងហើយបន្ទាប់មកទៀតគឺយើងដាក់ antecedent មានន័យថា A ហ្នឹងថាតើគាត់របស់អីឬមួយក៏អ្វីដែលធ្វើឲ្យគាត់មានបញ្ហា error ហើយ behavior អ្នកទាំងអស់គ្នាកត់ត្រាទុកមកតើគាត់យំប្រហែលនាទីតើគាត់ស្រែកអានីដីអីបោកខ្លួនឬមួយក៏អីវាយខ្លួនឯងខំខ្លួនឯងហ្នឹងប្រហែលនាទីប៉ាម៉ាក់សរសេរចូលឡើងហ្នឹងឲ្យអស់ដោយសារហេតុអីបានជាត្រូវទៅសេឡើងនឹងអស់ដើម្បីឲ្យយើងដឹងថាតើយើងជួយគាត់យ៉ាងម៉េចតើអាកប្បកិរិយាគាត់កើនឬក៏ថយអញ្ចឹងបានខ្ញុំចង់ឲ្យប៉ាម៉ាក់ដាក់ជានីតិនៅក្នុងហ្នឹងទើបយើងដឹងថាតើយើងអាចគ្រប់គ្រងអាកប្បកិរិយាគាត់បានយ៉ាងម៉េចដូច្នេះ C គឺជាវិធីដែលអ្នកទាំងអស់គ្នាបានដាក់នៅពេលដែលក្មេងនឹងមានអាកប្បកិរិយាអវិជ្ជមានតើអ្នកដាក់អីនៅធ្វើអីចំពោះគាត់ត្រឡប់ទៅវិញអញ្ចឹងនេះ C គឺជាអ្វីដែលខ្ញុំបានជជែកបានប្រាប់ហើយថា C គឺជាអ្វីដែលផ្លាស់ប្ដូរ B អញ្ចឹងបើ C ត្រូវ B ថយបើ C ខុស B កាន់តែឡើងអញ្ចឹងកាលណាយើងដឹងថា B ឡើងអញ្ចឹង
ចឹងយើងត្រូវការដូរស៊ីជាមិនតាន់អត់មានន័យថាដំណោះស្រាយដែលយើងដោះស្រាយមួយគាត់ហ្នឹងវិធីដែលយើងដាក់ហ្នឹងអត់ត្រូវទេឧទាហរណ៍មួយគឺនៅថ្ងៃទី14ខែ9វេលាម៉ោង9:15នាទីព្រឹកនៅហាងលក់អីវ៉ាន់មួយនៅកន្លែងផ្លូវគេកំពុងដើរកាត់លុយហ្នឹងមានន័យថាគាត់បានឃើញស្ករគ្រាប់ហើយបន្ទាប់មកគាត់ចង់បានវាមានន័យថាកូននឹងឃើញស្ករគ្រាប់ហើយចង់បានវានៅពេលនោះគាត់ស្រែកហើយគាត់បានតម្លាក់ខ្លួនប៊ីបានកាត់ឡើងគឺគាត់មានថាគាត់ស្រែកហើយតម្លាក់ខ្លួនទៅលើដីតែម្ដងបន្ទាប់មកគឺយើងបានឲ្យស្ករគ្រាប់ទៅនាងថ្ងៃទី15ខែ9ម៉ោង5ល្ងាចគឺជាពេលវេលាញ៉ាំបាយយើងបានហៅគាត់ឲ្យទៅញ៉ាំបាយជាមួយនឹងគ្រួសារហើយបន្ទាប់មកក្មេងនោះបានសេកស្លុតមកយើងវិញថាអត់ទេអញ្ចឹងយើងឲ្យគាត់ញ៉ាំនៅក្នុងបន្ទប់តែម្នាក់ឯងអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវមើលថាតើវិធីសាស្ត្រយើងស្អែកឡើងយ៉ាងម៉េចទៀតយើងត្រូវការមើលទៅលើថ្លឹងថ្លែងទៅលើហ្នឹងថ្ងៃទី15ខែ9ម៉ោង8យប់ដល់ម៉ោងងូតទឹកយើងប្រាប់ថាដល់ម៉ោងងូតទឹកហើយនៅពេលនោះគាត់និយាយថាទេហើយអានីដីទៀតហើយបន្ទាប់មកយើងបានព្យាយាមលើកគាត់ហើយនាំគាត់ទៅដល់កន្លែងងូតទឹកតែម្ដងថ្ងៃទី15ខែ9ដដែលគឺម៉ោង9យប់គឺដល់ម៉ោងគេងអញ្ចឹងយើងបានដាក់ឲ្យគាត់នៅម្នាក់ឯងប្រហែលជា10នាទីដើម្បីឲ្យគាត់ដេកលក់នៅពេលនោះយើងចាក់នៅពេលអាកប្បកិរិយាកើតឡើងគឺគាត់បានទាត់ជើងគាត់ទៅនឹងជញ្ជាំងហើយបន្ទាប់មកយើងធ្វើមិនដឹងមិនលឺដំណោះស្រាយយើងហើយនាងក៏ដេកលក់ទៅនេះគឺជាឧទាហរណ៍អំពីអ្វីដែលបានកើតឡើងទៅលើ negative មានន័យថាអាកប្បកិរិយាអវិជ្ជមានរបស់កុមារអូទីសឹមហើយ C គឺជាអ្នកដែលផ្លាស់ប្ដូរ B ដូច្នេះប៉ាម៉ាក់ត្រូវការកត់ត្រា B តើបាននាទីតកតងជាមួយនឹង function ដែលនៅកលឹមចុងក្រោយដែលខ្ញុំអត់ទាន់បាននិយាយគឺខ្ញុំនឹងបញ្យល់នៅ slide បន្ទាប់នឹងឯងថាតើ function របស់អាកប្បកិរិយាតើមានប្រមាណយ៉ាងអញ្ចឹងអ្នកទាំងអស់គ្នានឹងដឹងថាតើ function ទាំងអស់មានប្រមាណយ៉ាងនេះគឺជាតារាងមួយយើងហៅថា intervention មានន័យថាការធ្វើអន្តរាគមន៍ហើយតារាងនេះប៉ាម៉ាក់រៀនហើយគឺសង្ឃឹមប៉ាម៉ាក់បានជួយកូនច្រើនហើយកូនប៉ាម៉ាក់នឹងប្រសើរកាន់តែច្រើនតាក់ទងជាមួយនឹងមេរៀនមួយនេះអញ្ចឹងតារាងមួយនេះគឺខ្ញុំប្រើជួយខ្លួនឯងហើយក៏ជួយបុគ្គលិកហើយក៏ជួយក្មេងៗនៅសាលាបានយ៉ាងល្អប្រសើរផងដែរអញ្ចឹងនៅក្នុងនេះតាមធម្មតាការយើងមានយុទ្ធសាស្ត្រពីរក្នុងការធ្វើការជាមួយកុមារយើងទី1គឺយុទ្ធសាស្ត្រការពារកុំឲ្យអាកប្បកិរិយាអវិជ្ជមានកើតឡើងហើយមួយទៀតបើសិនជាកើតឡើងហើយតើយុទ្ធសាស្ត្រប្រយុទ្ធយើងនៅពេលហ្នឹងយើងធ្វើអីខ្លះអញ្ចឹងក្នុង function មុខងារមានន័យថាប្រភេទនៃអាកប្បកិរិយាប្រភេទនៃការបង្ហាញអាកប្បកិរិយាហ្នឹងគឺមាន3យ៉ាងដែលគេចែកចេញនៅក្នុងសៀវភៅរបស់យើងហ្នឹងគឺទី1គឺមានន័យថា attention មានន័យថាគាត់ចង់បានអីមួយចំណាប់អារម្មណ៍ពីណាគេចង់បានរបស់ដែលគាត់ចង់បានសកម្មភាពដែលគាត់ចូលចិត្តឬមួយក៏អីទី2គឺយើងហៅថា escape មានន័យថាការគេចវេះមានន័យថាយើងប្រើអីមួយគាត់អត់ចង់ធ្វើអីហ្នឹងយើងហៅថាការគេចវេះហើយនឹងទី3គឺតាក់ទងជាមួយនឹង sensory stimulation គឺតាក់ទងជាមួយនឹងញៀនដែលអត់មានចង់បានអីទេអត់មានឃើញរបស់ណាដែលគាត់ចង់ត្រូវការទេអត់មានណាប្រើអីទេតែសុកគាត់ចេញអាកប្បកិរិយាសេកមួម៉ៅទាត់ជាងឬមួយក៏អីហ្នឹងចេញមកដល់ឯងហើយមានអាកប្បកិរិយាដែលផ្លែចេញមកដែលយើងហៅថាជា sensory stimulation នឹងឯងហើយតាក់ទងជាមួយនឹងប្រភេទទាំង3នេះគឺយើងមានការគ្រប់គ្រងពីរប្រភេទដែរគឺការគ្រប់គ្រងកុំឲ្យកើតឡើងយើងហៅថា prevention ហើយមួយទៀតគឺយើងហៅថាយុទ្ធសាស្ត្រប្រយុទ្ធមានន័យថាតើបើសិនជាកើតឡើងយើងជួយគាត់យ៉ាងម៉េចដូច្នេះនៅក្នុងយុទ្ធសាស្ត្រទី1តាក់ទងជាមួយនឹង attention គឺអ្នកទាំងអស់គ្នាដឹងហើយបើសិនជាយើងចង់ជោគជ័យទៅលើកុមារដែលមានការចង់បានរបស់ចង់បានសកម្មភាពចង់បានចំណាប់អារម្មណ៍គឺយើងត្រូវតែ pair មានន័យថាយើងធ្វើមិនឲ្យ environment របស់គាត់មនុស្សហើយនឹងរង្វាន់របស់គាត់ហ្នឹងគឺស៊ីគ្នាមានន័យថាជាកន្លែងដែលគាត់ចូលចិត្តជាមនុស្សដែលគាត់អាចទុកចិត្តបានហើយរង្វាន់ដែលគាត់ចង់បានអញ្ចឹងនៅពេលដែលមានរបស់ទាំង3នេះគឺកុមារទាំងអស់ហ្នឹងគឺនឹងមិនមានបញ្ហាអាកប្បកិរិយាអវិជ្ជមានកើតឡើងទេ
នៅក្នុងខ្លួនរបស់យើងត្រូវមានចំណុចវិជ្ជមាននៅក្នុងមេរៀនមុនខ្ញុំបានលើកមកហើយគឺនៅក្នុងខ្លួនយើងត្រូវតែខន្តីយើងត្រូវមានចំណុចវិជ្ជមានចំនួន8ដើម្បីឆ្លើយតបចំពោះចំណុចអវិជ្ជមានដែលកើតឡើងនៅលើកូនរបស់យើងត្រូវតែមានការទម្លាប់ជាក់លាក់មួយហើយក៏រៀបចំឲ្យមានជាកាលវិភាគមួយច្បាស់លាស់ដែលយើងធ្វើជាសកម្មភាពហើយពេញមួយថ្ងៃដោយយើងត្រូវមានរង្វាន់លើកទឹកចិត្តគាត់អញ្ចឹងឧទាហរណ៍ថាកូននៅផ្ទះតនេអត់ធ្វើអីអត់មានអ្នកណាគេជួយគាត់លើអញ្ចឹងគេឲ្យប៉ាម៉ាក់អត់ឲ្យកូននៅតនេទេប្រើគាត់ឲ្យច្រើនអូខេលើកទឹកចិត្តគាត់ឲ្យធ្វើអ្វីៗក្នុងផ្ទះទាំងអស់ហើយនៅពេលដែលគាត់ធ្វើបានគឺយើងទៅសារយើងឲ្យរង្វាន់គាត់ខ្ញុំលើកឧទាហរណ៍មួយយ៉ាងខ្លីកាឡាទៅយកឈើអំបោះឲ្យម៉ាក់បន្ទាប់មកគាត់យកឈើអំបោះយើងឲ្យយើងហើយយើងផ្ទះដៃឲ្យគាត់ឬក៏អោបគាត់ថើបគាត់មួយឬក៏ទៅនិយាយថាអូខេ you are good you are wonderful បែបនេះទៅបន្ទាប់មកទៀតអស់ពីឈើអំបោះយើងយកគាត់អូខេកាឡាឡើងទៅដងទឹកសោតផ្កាបែបនេះមានន័យថាការងារគ្រប់បែបយ៉ាងបើសិនជាគាត់តនេគឺគាត់អាចមាន sensory stimulate តាក់ទងមួយញៀនគាត់មានអីផ្សេងដែលយើងហៅថាអត្ថប្រយោជន៍កើតឡើងចំពោះគាត់អញ្ចឹងប៉ាម៉ាក់ព្យាយាមធ្វើម៉េចកុំឲ្យគាត់តនេអញ្ចឹងយើងប្រើគ្រប់សកម្មភាពទាំងអស់យាយនៅផ្ទះក៏ប្រើបានតានៅផ្ទះក៏ប្រើបានធ្វើអីធ្វើទៅប៉ាម៉ាក់ទាំងអស់គ្នាអាចលើកទឹកចិត្តឲ្យគាត់ធ្វើគ្រប់បែបយ៉ាងដែលយើងធ្វើហើយនៅពេលដែលគាត់ធ្វើបានគឺយើងឲ្យរង្វាន់គាត់នេះគឺជាការដោះដូរហើយប្រភេទរង្វាន់ប៉ាម៉ាក់ទាំងអស់គ្នាត្រូវដឹងការតសើមានច្រើនប្រភេទមែនតើមានជារបស់ដែលយើងឲ្យដូចជាស្ករគ្រាប់ដូចជាកូកាកូឡាដូចជាផ្លែប៉ោមដូចជាអីជាដើមរបស់ញ៉ាំហើយបើមិនហ្នឹងទេគឺរបស់ដែលគាត់ចូលចិត្តបំផុតដូចជាបតោងសោកូនឡានតូចឬមួយក៏teddy bear ឬមួយក៏អីហើយបើមិនចឹងទេគឺពាក្យសម្ដីក៏ជាការលើកទឹកចិត្តមួយដែរដូចជាអស្ចារ្យណាអូពូកែណាអូ so proud of you អីជាដើមហើយបើមិនចឹងទេគឺកាយវិការដែលយើងលើកដៃមេដៃអូខេyou are so good I love you អីចឹងជាដើមឲ្យគាត់លើកទឹកចិត្តគាត់អញ្ចឹងនេះជារបៀបមួយដែលប៉ាម៉ាក់អាចធ្វើបាននៅតាមផ្ទះដែរមួយទៀតគឺនៅពេលដែលប៉ាម៉ាក់ទាំងអស់គ្នាអត់មានពេលនៅជាមួយគាត់តើយើងគួរធ្វើម៉េចដើម្បីឲ្យកុំឲ្យគាត់មានអាកប្បកិរិយាកើតឡើងទីមួយគឺអ្នកទាំងអស់គ្នាត្រូវភ្ជាប់គាត់ជាមួយនឹងសកម្មភាពដែលគាត់ចូលចិត្តអញ្ចឹងបើសិនជាក្មេងចូលចិត្តប្លុកគឺយើងរៀបប្លុកឲ្យគាត់នៅក្នុងខណៈដែលយើងជាប់ចំអិនម្ហូបនៅឯចង្ក្រានបាយឬមួយក៏អីហើយបើមិនចឹងទេគឺនៅក្នុងចង្ក្រានបាយបើសិនជាយើងអាចជួយឲ្យគាត់ចូលជួយយើងគឺត្រូវតែជួយបែបហ្នឹងអញ្ចឹងគ្រប់កលៈទេសៈទាំងអស់បើសិនជាប៉ាម៉ាក់មានការប្រជុំអនឡាញដែលត្រូវការឲ្យគាត់អីគឺយើងមានន័យថាយើងភ្ជាប់សកម្មភាពដែលគាត់ចូលចិត្តហ្នឹងទៅឲ្យហើយបើសិនជាអញ្ចឹងទេគឺពិបាកមែនតើតកតងនឹងមួយទៀតគឺយើងបង្រៀនជំនាញនៅក្នុងការស្នើសុំឲ្យគាត់ជំនាញនៃការស្នើសុំឲ្យគាត់ចេះសុំកាលណាគាត់ចេះសុំគាត់ចេះប្រាប់ពីចំណង់ដែលគាត់ចង់បាននោះគាត់នឹងមិនមានអាកប្បកិរិយាattention កើតឡើងទេអញ្ចឹងនេះគឺជាអ្វីមួយដែលប៉ាម៉ាក់ត្រូវការមើលទៅលើថាតើយើងអាចជួយកូនតាមវិធីសាស្ត្រនេះដើម្បីកុំឲ្យកូនមានអាកប្បកិរិយាអវិជ្ជមានតាក់ទងជាមួយនឹង attention ក្នុងករណីយុទ្ធសាស្ត្រប្រយុទ្ធយើងបើសិនជាករណីនឹងកើតឡើងហើយមានន័យថាយើងទៅដល់ហាងហើយយមនីដីហើយចង់បានរបស់ហ្នឹងហើយតើយើងធ្វើម៉េចអញ្ចឹងនេះគឺជាយុទ្ធសាស្ត្រប្រយុទ្ធទី1គឺអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរការនៃការរាប់ហើយនឹងការស្នើសុំដំណើរការនៃការរាប់និងការស្នើសុំគឺខ្ញុំនឹងបង្ហាញនៅ slide ក្រោយថាយើងធ្វើយ៉ាងម៉េចហើយបន្ទាប់មកទៀតគឺសម្រាប់អាកប្បកិរិយាដែលអាចទៅរួចមានន័យថាយើងធ្វើស្នើសុំ count and men ហើយគាត់អត់ជោគជ័យទេមានន័យថាយើងអាចដើរចេញបានបើសិនជាអាកប្បកិរិយានោះមិនមានបង្កគ្រោះថ្នាក់ដល់គាត់ទេមួយទៀតនៅពេលដែលនេះគឺយើងអាចដាក់ឲ្យគាត់ពិន័យគាត់ឲ្យគាត់ចេញពីមានន័យថាដាក់ពិន័យគាត់កុំឲ្យគាត់លេងរបស់ដែលគាត់ចូលចិត្តជាមួយនឹងការតាមមើលពីលើរបស់យើងផងដែរបើសិនជាយើងដាក់តាមឲ្យគាត់ហើយយើងអត់ត្រួតពិនិត្យទេគឺមានន័យថាគាត់អត់បានចិត្តទេមានន័យថាបើសិនជាយើងដាក់ពិន័យដល់គាត់ហើយបន្ទាប់មកទៀតយើងឃើញថា
អត់មានអ្នកមើលទេនឹងមានន័យថាអត់មានណាតាមដានគាត់ទេអញ្ចឹងប្រហែលជា time out នឹងអត់មានគុណភាពទេអញ្ចឹងកាលណាយើងដាក់ time out គួរតែយើងជាអ្នក supervision ឬក៏អ្នកផ្សេងទៀតធ្វើម៉េចដើម្បីឲ្យ time out ហ្នឹងវាមានគុណភាពការដាក់វិន័យយើងហ្នឹងមានគុណភាពចាអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកតែធំចំណុច attention ហើយមេរៀនក្រោយខ្ញុំនឹងនាំប៉ាម៉ាក់ទាំងអស់គ្នាចូលទៅ escape ម្ដងហើយបន្ទាប់ពីកិច្ចវេះគឺខ្ញុំនាំទៅការគ្រប់គ្រងញៀនម្ដងអញ្ចឹងថ្ងៃនេះខ្ញុំអ្នកគ្រូម៉ានីដែលជានាយិកានៃសាលាអប់រំពិសេសនៃការលូតលាស់សូមអរគុណសម្រាប់ប៉ាម៉ាក់ទាំងអស់គ្នាដែលបានចូលរួមចែករំលែកក្នុងការផ្ញើមេរៀនរបស់ខ្ញុំទៅកាន់អស់អ្នកដែលនៅជុំវិញដែលប៉ាម៉ាក់ស្គាល់ហើយសូមកុំភ្លេចជួយ subscribe ហើយជួយ share មេរៀននេះទៅប៉ាម៉ាក់ដែលប៉ាម៉ាក់ស្គាល់ឲ្យបានកាន់តែច្រើនទៀតអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណច្រើនប៉ាម៉ាក់